Và sau đây con hãyติดตามจากแม่จากคนมาการวิดีโอថ្មីទៀតណាซึ่งថ្ងៃនេះគឺយើងរៀនអំពីខ្ទង់នៅតម្លៃនៃខ្ទង់ដែលថ្ងៃនេះគឺអ្នកគ្រូអត់កូនបំពេញចន្លោះម្ដងណាซึ่งយើងមកមើលលំហាត់របស់យើងគេឲ្យបំពេញចន្លោះគេឲ្យចំនួនប៉ុន្មាននេះកូនលេខ2លេខ6លេខ0លេខ8លេខ2លេខ5លេខ0ដែលយើងអានថាម៉េចកូនអានថា2លាន6,8250អញ្ចឹងគេឲ្យយើងបំពេញចន្លោះកន្លែងណាមានចន្លោះគឺយើងបំពេញតាមមុននឹងយើងបំពេញបានគឺយើងត្រូវការអានទៅណាកូនលេខ2ណាលេខ2មានដល់តែ2នេះនៅខ្ទង់លានណាតែនេះគេប្រាប់ថានៅខ្ទង់លានអញ្ចឹងខ្ទង់លានមានតម្លៃប៉ុន្មានគុណកាលណាវានៅខ្ទង់លានវាមានតម្លៃអីកូនចាមានតម្លៃ2លានណាអត់មានអីពិបាកទេស្រួលវានៅខ្ទង់ខ្សែមានតម្លៃ200,000ណាហើយវានៅខ្ទង់លានតើទៀតលេខ2អាយ៉ាលេខ2ទៀតណានៅខ្ទង់ចុចមានតម្លៃចុចកាលណាយើងសរសេរពីខ្ទង់លានហើយជាងយើងមើលលេខ2នៅខ្ទង់អីគេមួយទៀតគាត់ចាខ្ទង់100អញ្ចឹងលេខ2ផ្សេងទៀតមានន័យថាវានៅខ្ទង់100វានៅខ្ទង់100ចឹងវាមានតម្លៃប៉ុន្មានគាត់ប្រកាសជា200ណាស្រួលវានៅខ្ទង់100មានតម្លៃវា100នឹងឯងគាត់ណាតើទៀតលេខ8នៅខ្ទង់ចុចមានតម្លៃចុចអត់ដឹងទាំងពីរហ្មងកាលណាអត់ដឹងទាំងពីរចឹងយើងមើលអាណាចាយើងមើលចំនួនទៀតខាងលើកូនរត់មកជា10 100 1000ចឹងលេខ8នៅខ្ទង់អីរត់ចាខ្ទង់1000កាលណាវានៅខ្ទង់1000វាមានតម្លៃប៉ុន្មានគាត់8000ស្រួលឃើញទេតើទៀតលេខ0នៅខ្ទង់10000ណានេះគេប្រាប់ខ្ទង់យើងនេះមានតម្លៃចុចលើកាលណាវានៅខ្ទង់10000វាមានតម្លៃអីគេកូនចាមានតម្លៃ00000នឹងឯងកូនហើយយើងសរសេរតលេខ0តែមួយក៏បានហើយគឺមានតម្លៃ0ដោយសារលេខវា0អញ្ចឹងវាមានតម្លៃ0ណាចាំណាអញ្ចឹងវីដេអូរបស់យើងតែប៉ុណ្ណឹងឯងនៅវីដេអូក្រោយទៀត